ក្តៅភ្ញៀវទេសចរចិននិងមន្ត្រីអន្តរប្រវេសន៍ថៃផ្ទុះចំនួននៅប្រលានយន្តហោះសុវណ្ណភូមិរហូតរដ្ឋមន្ត្រីការបរទេសថៃចេញមុខការពារភាពតានតឹងរវាងភ្ញៀវទេសចរចិននិងអាជ្ញាធរអន្តរប្រវេសន៍ថៃកំពុងក្លាយជាប្រធានបទក្តៅនៅលើបណ្ដាញសង្គមនិងឈានដល់កម្រិតការទូតបន្ទាប់ពីវីដេអូបង្ហាញការឆ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកនៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិផ្ទុះការរិះគន់យ៉ាងខ្លាំងពីមហាជនចិននេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន MGR Online នៅថ្ងៃទី5ខែសីហាឆ្នាំ2026ហេតុការណ៍នេះបានកើតឡើងតាំងពីដើមខែសីហាឆ្នាំ2026នៅពេលដែលក្រុមទេសចរចិនមួយក្រុមត្រូវបានមន្ត្រីអន្តរប្រវេសន៍ថៃខាត់ខ្លួននិងមិនអនុញ្ញាតឲ្យបន្តដំណើរឡើងយន្តហោះដោយសារបញ្ហាពាក់ព័ន្ធនឹងការត្រួតពិនិត្យសន្តិសុខនិងឯកសារមិនគ្រប់តាមបទបញ្ជាប៉ុន្តែស្ថានភាពកាន់តែតានតឹងបន្ទាប់ពីវីដេអូដែលថតបានពីហេតុការណ៍នេះត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមចិនដូចជា Weibo ទូយិនជាដើមអ្នកប្រើប្រាស់អ៊ីនធឺណិតចិនជាច្រើនបានរិះគន់ទង្វើរបស់មន្ត្រីថៃដោយចោទថាមានភាពមិនសមរម្យនិងបង្ហាញអកប្បកិរិយារើសអើងចំពោះភ្ញៀវទេសចរចិនប្រតិកម្មនេះបានធ្វើឲ្យស្ថានទូតចិនប្រចាំប្រទេសថៃចេញមុខអន្តរាគមន៍ដោយស្នើឲ្យភាគីថៃបើកការស៊ើបអង្កេតលើករណីនេះនិងធានាថាសិទ្ធិរបស់ពលរដ្ឋចិនត្រូវបានការពារក្នុងពេលជាមួយគ្នាមានអ្នកប្រើប្រាស់បណ្ដាញសង្គមចិនមួយចំនួនបានអំពាវនាវឲ្យមានការធ្វើពហិការមិនធ្វើដំណើរកម្សាន្តទៅប្រទេសថៃផងដែរជុំវិញរឿងនេះឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាក់ភួងកេតកែវបានចេញមុខបញ្ជាក់ថាថៃនៅតែស្វាគមន៍ទេសចរបរទេសប៉ុន្តែការអនុវត្តច្បាប់អន្តរប្រវេសន៍គឺជារឿងចាំបាច់លោកស៊ីហាសាក់ភួងកេតកែវក៏បានលើកឡើងទៅកាន់អគ្គរដ្ឋទូតចិនថាភាគីចិនគួរតែជួយណែនាំពលរដ្ឋរបស់ខ្លួនឲ្យយល់និងគោរពច្បាប់របស់ថៃដើម្បីកុំឲ្យមានបញ្ហាតូចមួយក្លាយជាភាពតានតឹងរវាងប្រទេសទាំងពីរ